ថាកែនៅទីនេះពិតជាអាចជួសជុលបានគ្រប់យ៉ាងមែនទេពិតណាស់ហើយមិនឃើញការផ្សាយពាណិជ្ជកម្មខ្ញុំទេអីស្រីស្អាតចង់ជួសជុលនាវាការពារដែនអាកាសឬក៏នាវាផ្ទុកយន្តហោះស្អីគេនេះម៉ាស៊ីនពន្លឺបាននិយាយឲ្យច្បាស់គឺម៉ូដូលត្រណប់ប្រញ័ររបស់ម៉ាស៊ីនពន្លឺក្នុងការពិសោធន៍ថាមពលលើសកម្រិតធ្វើឲ្យបន្ទះកាបូននៃស្នូឆេះអស់ក្រុមការងារពួកយើងកំពុងប្រញាប់ប្រញាល់ប្រើវាស្អីគេម៉ាស៊ីនពន្លឺស្រីស្អាតនាងរកខុសកន្លែងហើយដឹងកន្លែងខ្ញុំជួសជុលគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះទេបើមិនអញ្ចឹងទេទៅសាកសួរហាងគ្រឿងបន្លាស់នៅជិតនេះមើលក្រែងអាចធ្វើបានមើលគ្រឿងបន្លាស់នៅក្នុងដៃនាងគួរតែជាម៉ាស៊ីនពន្លឺ model K7 មិនក៏លោកដឹង model វាប្រាប់ខ្ញុំមើលកម្រិតផលប៉ះទង្គិចអត្តបមារបស់វាប៉ុន្មានអាចបន្តបានប៉ុន្មាន nano វិនាទីកម្រិតអត្តបមាគឺ15ដងនៃថាមពលធម្មតារយៈពេលប៉ះទង្គិចប្រហែលពី3ទៅ5 nano វិនាទីជួសជុលគឺអាចជួសជុលបានប៉ុន្តែតម្លៃមិនថោកទេណាលុយមិនមែនជាបញ្ហាទេឲ្យតែលោកជួសជុលបានល្អខ្ញុំនឹងទៅស្នើសុំថវិកាភ្លាមអូខេ5លានគឺ5លានចុះនាងគិតអីហ្នឹងនៅ5លានទៀត500យ៉នគ្មានការថ្លៃទេសំខាន់គឺរបស់នាងនេះជួសជុលទៅស៊ីភ្លើងខ្លាំងណាស់500យ៉នលោកប្រកាសទេសំលេងទូទាត់ប្រាក់500យ៉នថៅកែលោកប្រហែលជាមិនមែនបំរុងប្រើប្រាស់របស់អេចាយទាំងនេះមកជួសជុលគ្រឿងបន្លាស់ម៉ាស៊ីនពន្លឺរបស់ខ្ញុំទេដឹងកុំភ័យអីឧបករណ៍ទាំងនេះរបស់ខ្ញុំសុទ្ធតែជាមរតកដូនតាកាលពីឆ្នាំដែលអាប៉ូឡូចុះចតលើព្រះច័ន្ទនៅតែប្រើវាដើម្បីខាត់ពន្លឺផងបើគុំតែឃើញថានេះជាម៉ាស៊ីនពន្លឺខ្ញុំស្ដាយមិនហ៊ានយកមកប្រើផងស្អីគេអាប៉ូឡូចុះចតលើព្រះច័ន្ទថៅកែអានឹងជាស្អីទៀតហើយប្រតិកម្មច្រាស់នៃផលប៉ះពាល់កម្រិតអេឡិចត្រូស្តាទិកប្រើប្រេកង់ជាក់លាក់មួយបង្កើតជាជ្រុលដើម្បីឲ្យការចងចាំរបស់លោកធាតុរស់ឡើងវិញនិយាយឲ្យងាយយល់ទៅគឺជួយឲ្យវាចងចាំរូបរាងដើមរបស់វាលោកបំរុងធ្វើស្អីហ្នឹងកុំភ្ញាក់ផ្អើលពេកមើលនេះគ្រាន់តែជាកញ្ចក់អាតូមត្រជាក់តើអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានជាតិបានតែប៉ុណ្ណឹងធ្វើដូចមិនដែលធ្លាប់ជួបប្រទេសអញ្ចឹងតោះដល់វគ្គចុងក្រោយហើយរៀបចំបន្ទះស្ទង់និងខ្សែស្រឡាយណាណូឡើងវិញនេះជាការអណ្ដែតដោយរលកសូឡាអូត្រាសោនអូធ្លាប់ជួបដែរតាអញ្ចឹងបញ្ជាក់ថាអ្នកស្រាវជ្រាវដូចជានាងនេះធ្វើការបានល្អគ្រាន់បើរួចរាល់ហើយប៉ុន្តែកម្រិតសុក្រិតរបស់អានឹងពិតជាខ្ពស់មែននេះជួសជុលរួចហើយចំនួនពេលមិនទាន់ដល់កន្លះម៉ោងផងលោកពិតជា5ចូលធំនិងប្រអប់នំស្រួយបាក់បែកទាំងនេះមកជួសជុលវាបានមែនឬពាក់ព័ន្ធនឹងបច្ចេកទេសខ្ញុំនាងមិនមែនមើលនៅក្បែររហូតទេអីបើមិនទុកចិត្តទេទៅពិនិត្យមើលបន្តិចទៅអូត្រូវហើយខ្ញុំបានដំឡើងកម្រិតសុក្រិតនៃម៉ាស៊ីនពន្លឺរបស់ពួកនាងបន្តិចដូច្នេះត្រូវថែមលុយថៅកែអត្ថន័យដែលលោកនិយាយមិញនេះប្រតិកម្មរញ៉ោវៃនោះតើវាមានន័យថាម៉េចអូអានឹងមិនមែនប្រាប់នាងហើយទេអីបច្ចេកទេសពិសេសពូជមិនបង្រៀនអ្នកក្រៅទេបច្ចេកទេសពូម៉ាស៊ីនពន្លឺទើបតែបង្កើតបានប្រហែលឆ្នាំហ្នឹងដូនតាលោកក្មេងម្លេះរឿងដែលលោកថាត្រូវថែមលុយតើត្រូវថែមប៉ុន្មានប្រហែលប៉ុណ្ណេះបានហើយគិតច្រើនពេកក៏មិនសូវល្អតែបើគិតតិចពេកមើលទៅកាន់តែមិនល្អអូខេ3សែនគឺ3សែនចុះខ្ញុំថាក្រមុំនេះមិនអាចយកលុយរត់ធ្វើដូចជាក្រដាសអញ្ចឹងទេ300យ៉ននាងកុំមកលប់នៅទីនេះបានទេជួសជុលរួចហើយលោកមិនទីតម្លៃក៏ពុកបន្តិចទេអីនោះជាបច្ចេកវិទ្យាម៉ាស៊ីនពន្លឺណាទោះលោកទីរាប់សិបលានក៏គេត្រូវតែឲ្យលោកដែរ800យ៉នខ្វះមួយកាក់មួយសេនក៏មិនបានដែរត្រូវហើយមិញនេះភ្លេចប្រាប់នាងកម្រិតសុក្រិតនៃពុំគំរូរបស់ពួកនាងខ្ញុំបានជួយតម្រឹមឲ្យហើយសុំទោសផងណាពុំគំរូនេះចាស់បន្តិចហើយខ្ញុំទ្រាំមិនបានប្រេកង់ដើមរបស់វាគ្រៀតខ្លាំងពេកខ្ញុំបានរំកិលទៅមុខ 1% ឲ្យពួកនាងគួរតែគ្មានផលប៉ះពាល់ដល់គម្រោងរបស់ពួកនាងទេលោកថាប៉ុន្មានមិនអញ្ចឹង 1% តើចាស់ព្រះអើយនេះជាបច្ចេកទេសផ្សារភ្ជាប់ស្អីគេហ្នឹងខ្សែស្រឡាយដែលជួសជុលរួចគឺស្អាតខ្លាំងណាស់តាតឹងនាងមិនមែនទៅរកអ្នកជំនាញតែយើងមិនស្គាល់ម្នាក់នោះទេដឹងនេះដូចជាយកចេញពីរោងចក្រដើមអញ្ចឹងមិនត្រូវទេនេះល្អជាងរោងចក្រដើមទៅទៀតមិនត្រូវទេសមាសធាតុនេះមិនសូវត្រូវទេប្រញាប់វិភាគសមាសធាតុនេះភ្លាមតើយើងមានសមាសធាតុជួសជុលបែបនេះទេប្រធានទិន្នន័យយើងបង្ហាញថាយើងមិនទាន់មានសមាសធាតុបែបនេះទេស្អីគេសូម្បីតែក្នុងទិន្នន័យក៏គ្មានដែរនេះដល់ឆ្នាំ2026ហើយលើលោកនេះនៅមានសមាសធាតុដែលមិនទាន់រកឃើញទៀតឬលឿនឡើងប្រញាប់ពុកជប់ចរុនធ្វើការតេស្តប្រព័ន្ធខាងពោពិនិត្យរួចរាល់គ្មានបញ្ហាអង្គភាពលោកសេចខាងក្នុងពិនិត្យរួចរាល់ការតេស្តកំណត់ត្រារួចរាល់តម្លៃស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានលោកប្រធានទិន្នន័យមានចំណុចមិនស្របគ្នាបន្តិចមានរឿងអីមានបញ្ហាអីនេះដូចជាម៉ូដូលម៉ាស៊ីនពន្លឺកម្រិតខ្ពស់តម្លៃវាខ្ពស់ជាងមុន 1% ខ្ញុំសង្ស័យថាម៉ូដូលនេះមិនមែនជារបស់ពួកយើងទេប៉ុន្តែពិភពលោកបច្ចុប្បន្នមិនទាន់មានកម្រិតដល់ថ្នាក់នេះទេកើនឡើង 1% ចុះម៉ូដូលតម្រឹមម៉ាស៊ីនពន្លឺរបស់ពួកយើងនេះរាប់ថាជួសជុលរួចរាល់ហើយមែនទេនិយាយមកប្រធានស៊ូស្ថាប័នជំនាញជាច្រើនសុទ្ធតែថាជួសជុលមិនបានតើនាងទៅរកខាងយោធាឬក៏អគ្គនាយកណារឿងធំប្រហែលនេះត្រូវតែទៅថ្លែងអំណរគុណដោយផ្ទាល់ខ្ញុំមិនបានพูดអ្នកទាំងអស់គ្នាទេខ្ញុំពិតជាជួសជុលនៅហាងជួសជុលគ្រឿងអគ្គិសនីមែនតាតឹងនាងមិនមែនកំពុងលេងសើចជាមួយពួកយើងទេដឹងខ្ញុំពិតជាមិនបានលេងសើចទេពេលនោះដោយសារគ្មានជំរឿទើបខ្ញុំទៅហាងជួសជុលនោះព្រោះប៉ាស៊ីណូនៅមុខហាងតាក់ទាញអារម្មណ៍ខ្លាំងណាស់ប៉ាស៊ីណូស្អីគេជួសជុលយានអវកាសស្ថានីយ៍អវកាសនាវាដឹកជញ្ជូននិងនាវាមុជទឹកឲ្យតែរបស់សាកភ្លើងគឺជួសជុលបានទាំងអស់ថៅកែប្រើតែដែកសាកអគ្គិសនីនិងក្បាលផ្លុំកម្ដៅថែមទាំងប្រអប់ដៃមួយទៀតក៏ជួសជុលរួចរាល់ចុងក្រោយគិតលុយខ្ញុំសរុបតែ800យ៉នប៉ុណ្ណោះរឿងនេះកំណត់ជាការសម្ងាត់បំផុតជាបណ្ដោះអាសន្ននរណាហ៊ានទម្លាយចាត់ទុកជាបទចោរកម្មនាងនៅចាំទេថាហាងជួសជុលនោះនៅកន្លែងណាចាំអញ្ចឹងល្អនាងនាំខ្ញុំទៅទីនោះបន្តិចខ្ញុំចង់ជួបថៅកែរូបនោះតបភ្នែកនាងរងចាំខ្ញុំនៅខាងក្រៅមួយផ្លេតខ្ញុំទៅយករបស់មួយបើថៅកែរូបនេះអាចជួសជុលរបស់នេះបានមែននោះមិនថាគាត់ចង់បានអ្វីខ្ញុំហាងពូយ៉ននឹងបំពេញចិត្តគាត់ទាំងអស់លោកប្រធានមិនមែនចង់ឲ្យថៅកែនោះជួសជុលរបស់នេះទេដឹងតើអាចជួសជុលបានមែនទេថៅកែមើលបន្តិចមើលរបស់នេះអាចជួសជុលបានទេនេះមិនមែនជាជីបនាំផ្លូវរណបដល់ទូទេអីទ្វារលោសេកចេះអស់ហើយថែមទាំងតំបន់ទិន្នន័យបំរុងក៏ខូចដែរគួរតែត្រូវចរន្តអគ្គិសនីខ្លាំងប៉ះទង្គិចមួយរំពេចវិធានការការពាររបស់ពួកលោកមិនកាត់ទេចុះថៅកែរបស់នេះលោកអាចជួសជុលបានទេជួសជុលបានប៉ុន្តែរឿងលុយ5សែនស្កេនកូដឬសាច់ប្រាក់ទេមិនមែន5សែនទេគឺ500យ៉នស្អីគេ500យ៉ន500យ៉នសំបីតែទិញប្រអប់ដាក់ជីបក៏មិនបានផងចង់ជួសជុលឬមិនចង់ពួកអ្នកធ្វើការស្រាវជ្រាវស្អីហ្នឹងរកលុយបានស្រួលពេកហើយត្រឹមតែ500យ៉នលើសមួយកាក់ខ្ញុំមិនធ្វើទេ
ធ្វើថៅកែពួកយើងធ្វើអ្នកមានសមត្ថភាពពិតជាមានចរិតចម្លែកមែនថៅកែលោកមិនមែនបំរុងប្រើប្រាស់របស់ទាំងនេះមកជួសជុលជីពរបស់ខ្ញុំទេដឹងនេះជាស្អីខ្លះហ្នឹងម៉េចមើលងាយឧបករណ៍របស់ខ្ញុំអញ្ចឹងពួកលោកយកទៅស្រាវជ្រាវខ្លួនឯងទៅហាងតូចខ្ញុំមិនអាចទទួលទេថៅកែពួកយើងជួសជុលមើលចុះពួកយើងបានបង់លុយរួចហើយនេះជាបច្ចេកទេសស្អីគេលោកកំពុងធ្វើសក់ឲ្យជីពមែនទេត្រូវហើយប្រធានមើលម្សៅនោះទៅបច្ចេកទេសនេះហៅថាការអណ្តែតដោយរលកសូឡាអូត្រាសោនការអណ្តែតដោយរលកសូឡាអូត្រាសោននេះជាបច្ចេកទេសស្អីគេនៅក្នុងសៀវភៅមានទិន្នន័យនេះទេរបស់ដែលមានក្នុងសៀវភៅចាំបាច់ឲ្យខ្ញុំមកជួសជុលធ្វើអីរួចរាល់ហើយកិច្ចការបញ្ចប់រៀបរយហើយមែនទេនេះជាជីពនាំផ្លូវរណបលើទូណាទើបតែបានប៉ុន្មានរៀបរយហើយបើមិនអញ្ចឹងទេចង់ឲ្យទុំស្គរទុំខ្មោះអបអសាទរមែនទេហើយឲ្យថ្នាក់ដឹកនាំរបស់ពួកលោកមកថ្លែងការទៀតមែនទេលោកប្រធានលោកមិនអីទេមែនទេខ្ញុំគ្រាន់តែជួយជួសជុលរបស់ឲ្យពួកលោកកុំមកកាត់រឿងនៅកន្លែងខ្ញុំឲ្យសោះណាអត់អីទេលោកតារបស់ខ្ញុំបានជួយជួសជុលរួចរាល់ហើយក្រៅពីនេះអាល់កូរ៉េតលោតផ្លោះរបស់ពួកលោករៀងអន់បន្តិចខ្ញុំបានជួយកែសម្រួលឲ្យហើយនៅមានចំនួនត្រង់ស៊ីស្ទ័រនៅស្រទាប់ខាងក្រោមក៏មិនសូវគ្រប់កាំរៀបក៏មានបញ្ហាខ្ញុំក៏បានជួយតម្រឹមឲ្យដែរកិច្ចការតូចតាចទេស្អីគេក្នុងរយៈពេលខ្លីបែបនេះលោកមិនត្រឹមតែជួសជុលជីពបានល្អទេថែមទាំងកែសម្រួលអាល់កូរ៉េតនិងរៀបចំត្រង់ស៊ីស្ទ័រឡើងវិញទៀតតោះយកជីពទៅវិញទៅលើកនេះខ្ញុំមិនបាច់ឲ្យពួកលោកថែមលុយទេពួកលោកចំណេញធំណាស់ឥឡូវនេះប្រេកង់លោតផ្លោះគួរតែមានស្ថិរភាពជាងមុនកម្រិតលំអៀងពេលវេលាតាមទ្រឹស្ដីអាចកាត់បន្ថយបាន1ទៅ2កម្រិតជាក់ស្ដែងប៉ុន្មានខ្ញុំមិនបានគិតល្អិតល្អន់ទេយកទៅធ្វើតេស្តដោយខ្លួនឯងទៅថៅកែទើបតែបើកទ្វារធ្វើអាជីវកម្មមែនទេបើកទ្វារធ្វើអាជីវកម្មពិតជាបើកទ្វារហើយថៅកែទាំងពីរអ្នកចង់ជួសជុលអីម៉ាស៊ីនបោកខោអាវនាំចូលមិនវើឬក៏ទូទឹកកកទ្វារពីរមិនត្រជាក់ថៅកែលោកមើលរបស់នេះអាចជួសជុលបន្តិចបានទេស្អីគេហ្នឹងម៉ាស៊ីនមក3 model ចាស់ឬក៏ប្រភពថាមពលបំរុង model ចាស់ត្រូវហើយនេះជាម៉ាស៊ីនចាក់ចម្រៀង model ចាស់ថៅកែលោកអាចជួសជុលបានទេជួសជុលរៀងពិបាកបន្តិចរបស់ចាស់បែបនេះរៀងលបងសមត្ថភាពបន្តិចហើយគាត់កំពុងដោះកូដលំដាប់អាសន្នខ្ញុំលឺហើយរួចរាល់ហើយរៀបរយខ្ញុំប្រាប់ហើយថារបស់បែបនេះត្រូវតែជួសជុលលោកមិនក៏ដឹងមិនមែនប្រាប់ហើយទេអីបច្ចេកទេសពូកាលពីមុនលោកតាខ្ញុំពឹងផ្អែកលើស្នៀតមួយនេះជួសជុលត្រាក់ទ័រក្នុងភូមិដែលខូចឲ្យជីវិញប៉ុន្តែនិយាយត្រឡប់មកវិញថាកែទាំងពីរពួកលោកយកឧបករណ៍កូដសម្ងាត់នេះមកប្រាប់ខ្ញុំថាជាង3នេះមិនស្មោះត្រង់ទេដឹងឧបករណ៍កូដសម្ងាត់បើខ្ញុំពិតជាយកវាជាម៉ាស៊ីនចាក់ចម្រៀងដោះចេញខូចបាត់តើនរណាជាអ្នកទទួលខុសត្រូវគឺថាពួកយើងបានហើយជប់និយាយផ្ដេសផ្ដាស់មកពេលយន់ប្រញាប់ពេលមកពួកលោកទាំងពីរកុំសង្ឃឹមថានឹងជំពាក់ឲ្យសោះណានៅទីនេះមានកាមេរ៉ាសុវត្ថិភាពថតចប់រហូតអូខេពួកលោកនៅមានការអីទៀតទេជួសជុលរួចហើយមិនទាន់ទៅទៀតអូទៅឥឡូវហើយលោកតាវេលោកបណ្ឌិតសភាទាំងឡាយរបស់នេះពន្យល់ទៅរៀនពិបាកបន្តិចពួកយើងមើលទិន្នន័យ test ផ្ទាល់តែម្ដងទៅទាំងអស់គ្នាត្រៀមខ្លួនខ្លាញ់ធ្វើម៉ាស៊ីនពន្លឺក្នុងការញ័រខ្លាំងសីតុណ្ហភាពខ្ពស់និងការរំខានអេឡិចត្រូម៉ាញ៉េទិកស្មុគស្មាញដើម្បីធ្វើ test ស្ថានភាពប្រតិបត្តិការលោកប្រធានការខ្លាញ់ធ្វើការញ័រខ្លាំងនិងការរំខានអេឡិចត្រូម៉ាញ៉េទិកខ្លាំងជាស្តង់ដារខ្ពស់បំផុតគ្មានជីពណាមួយអាចទ្រាំទ្របានទេវានឹងចេះភ្លាមលោកហ៊ានពួកយើងបានឃើញពីភាពជោគជ័យនៃជីពថ្មីស្រឡាំងនេះហើយលោកមិនបាច់ធ្វើ test ទៀតទេខ្ញុំមើលទៅតើនរណាហ៊ានប៉ះធ្វើ testកម្រិតលំអៀងគឺ0គ្មានកំហុសទេតើខ្ញុំស្រវាំងភ្នែកមែនទេធ្វើតេស្តម្ដងទៀតសាកល្បងម្ដងទៀតសាកល្បងម្ដងទៀតល្មមហើយលោកប្រធានហ៊ានល្មមគ្រាន់បើហើយចុះរឿងដែលលោកបាននិយាយមុននេះឲ្យខ្ញុំទទួលខុសត្រូវតាមច្បាប់នោះម្នាក់នោះឯងទៅឃ្លាំងឡានខ្ញុំយករ៉ាតាដាហុងប៉ៅដ៏ល្អរបស់ខ្ញុំមកទីនេះឲ្យលោកប្រធានហានភ្លុកមើលបន្តិចមើលលោកប្រធានហានចុះពួកយើងអាយុច្រើនរៀងខ្លួនហើយមិនក៏នៅតែប្រកាន់ច្រើនម្លេះលោកហ៊ានខ្ញុំសួរមួយរឿងរបស់នេះពិតជាថៅកែហាងជួសជុលគ្រឿងអគ្គិសនីធ្វើចេញមកមែនឬបាទមិនអញ្ចឹងនៅតែមិនទុកចិត្តមែនទេម៉ូដុលម៉ាស៊ីនពន្លឺដែលលោកជួសជុលរួចរាល់គឺប្រើប្រាស់បានល្អខ្លាំងណាស់នេះមិនមែនជានិយាយផ្ដេសផ្ដាស់ទេអីអាចនិយាយអ្វីដែលខ្ញុំមិនទាន់ដឹងបានទេដើម្បីជួសជុលម៉ាស៊ីនពន្លឺឲ្យលោកខ្ញុំបានប្រើប្រាស់បច្ចេកទេសផ្សារភ្ជាប់ម្សៅរូបមន្តពិសេសដោយផ្ទាល់ថៅកែលីងវិធីសាស្ត្រជួសជុលម៉ាស៊ីនពន្លឺរបស់លោកពិតជាច្រើនមែនថៅកែលីងខ្ញុំអាចសួរបានទេថាលោកមានការងារអ្វីផ្សេងទៀតទេលោកពូលោកមានការឬគ្មានការនឹងខាងខ្ញុំកំពុងរវល់អ្នកស្រីវ៉ាងនៅជិតខាងកំពុងរងចាំចានសម្ចាញ់ចរន្តអគ្គិសនីនឹងថៅកែនោះនិយាយពាក្យចុងក្រោយថាម៉េចគាត់ថាគាត់ត្រូវទៅជួសជុលចានសម្ចាញ់ចរន្តអគ្គិសនីគាត់អាចជួសជុលម៉ាស៊ីនពន្លឺបានហើយអ្វីត្រូវទៅជួសជុលចានសម្ចាញ់ចរន្តអគ្គិសនីគាត់ថាអ្នកជិតខាងអ្នកស្រីវ៉ាងកំពុងប្រញាប់ប្រញាល់ធ្វើម្ហូបស្អីគេធ្វើម្ហូបនេះជាវត្ថុរក្សាសម្ងាត់ណាស់លំដាប់សម្ងាត់ស្ថិតក្នុងកម្រិតបែរជាត្រូវថៅកែហាងជួសជុលតូចម្នាក់ដោះកូដបានយ៉ាងងាយគាត់ប្រើប្រាស់រយៈពេលប្រមាណ5នាទីមិនត្រូវទេ6នាទីបច្ចេកវិទ្យាចុងក្រោយបង្អស់ក្រោយមកខ្ញុំប្រាប់ថាពេលគាត់ធ្វើរបស់នេះគ្មានឧបករណ៍អ្វីទាំងអស់តើលោកជឿទេគឺពិតជាគ្មានមែនពួកយើងចូលទៅប្រាប់ថាជាម៉ាស៊ីនចាក់ចម្រៀងប៉ុន្តែពីគីមខាងទៀតបែរជាលើកឡើងភ្លាមដោះកូដលំដាប់អាសន្នកម្រិតខ្ពស់បំផុតបានតែម្ដងលំដាប់សម្ងាត់ខ្ពស់បំផុតនៃហាងជួសជុលមួយមិនបាច់ប្រើឧបករណ៍អ្វីទាំងអស់ប្រើតែដៃឆ្កេះបាក់មួយដោះកូដបានស្ដាប់ទៅដូចជាវិទ្យាសាស្ត្រប្រឌិតអញ្ចឹងនៅក្នុងហាងក៏មិនបានរកឃើញបន្ទប់សម្ងាត់រូបករណ៍កម្រិតខ្ពស់អ្វីដែរ
លោកប្រធានចិនប្រញាប់មើលជោគជ័យហើយហានពូយ៉នមិនបានបោកពូយើងទេកម្រិតសុក្រិត 1% នោះគឺជារឿងពិតរបាយការណ៍នេះពួកលោកបានមកពីណាលោកតាវេបាននាំពួកយើងទៅវិទ្យាស្ថានស្រាវជ្រាវរបាយការណ៍នេះគឺយករៀបចំពីទីនោះមកចុះលោកតាវេមិនក៏គាត់មិនត្រឡប់មកវិញជាមួយពួកលោកតាវេសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយការជំងឺអីគ្មានជំងឺអីទេគ្រាន់តែឃើញរបាយការណ៍រំភើបចិត្តពេកសន្លប់បាត់ស្មារតីមនុស្សម្នាក់នេះត្រូវតែជួបមុខបន្តិចហើយថៅកែលីនខានជួបគ្នាយូរហើយលោកពូខានជួបគ្នាយូរហើយសុខភាពយ៉ាងម៉េចដែរសុខភាពល្អជីពក៏ល្អដែររបស់ដែលជួសជុលដោយថៅកែលីនប្រសិទ្ធភាពពិតជាមិនអាក្រក់ទេបានហើយលោកនិយាយអ្វីដែលខ្ញុំមិនទាន់ដឹងបានទេស៊ីគ្វីនៅលើចង្កេះរបស់លោកមានបញ្ហានៅមានវ៉ែនតាសុវត្ថិភាពនៅលើខ្លួនគាត់ស្រទាប់រូបភាពកម្ដៅប្រឡាក់អស់ហើយអូត្រូវហើយម៉ូដូសញ្ញាឧបករណ៍តាក់ទងខ្នាតតូចនៅក្នុងត្រចៀករបស់គាត់ក៏ខូចដែរមានរឿងអីហ្នឹងរាយការណ៍ថៅកែវិទ្យុតាក់ទងគឺការពីប្រហែលថ្ងៃមុនពេលវឹកហាត់ធ្វើឲ្យខូចដោយអចេតនារបស់សំខាន់ថ្នាក់នេះឯងធ្វើឲ្យខូចទាំងអស់ផង